គេថាការដែលឲ្យកូនកាន់ញ៉ាំអាហារលើខ្លួនឯងហ្នឹងគឺវាជួយកាត់បន្ថយនៃបញ្ហាកូនរើសអាហារតើរឿងហ្នឹងពិតមែនអត់មួយរយៈក្រោយហ្នឹងខ្ញុំឃើញម៉ាក់តែងតែចែករំលែកពីវិធីនៅក្នុងការចម្អិនក៏ដូចជាការបរៀនឲ្យកូនហ្នឹងកាន់ញ៉ាំតែខ្លួនឯងមានការសិក្សាដែលគេលើកឡើងការដែលយើងឲ្យទម្លាប់ឲ្យកូនយើងកាន់ញ៉ាំអាហារដោយខ្លួនឯងគឺវាពិតជាជួយទៅដល់ការញ៉ាំអាហាររបស់កូនយើងមែនហើយម៉ាក់ប្រហែលជាអាចមានក្តីបារម្ភរឿងថាការកាន់ញ៉ាំអាហារដោយខ្លួនឯងបារម្ភថាកូនទី1កាន់ញ៉ាំអត់ឆ្អែតមួយទៀតហ្នឹងគឺខ្លាចគាត់នឹងឆ្លាក់គេមានវិធីសាស្ត្រនៅក្នុងការដែលបរៀនឲ្យកូនកាន់ញ៉ាំដោយខ្លួនឯងហើយញ៉ាំដោយសុវត្ថិភាពទៀតសម្រាប់កូនក្មេងពេលដែលយើងដឹងហើយចាប់ពី6ខែឡើងគឺចាប់ផ្ដើមបន្ថែមអាហារឬក៏បបរគ្រប់គ្រឿងឲ្យគាត់ហើយអញ្ចឹងជាការណែនាំដែលគេសរសេររបស់ WHO គឺគាត់លើកឡើងថាអាចបង្រៀននៅពេលដែលក្មេងនឹងមានអាយុ8ខែបានការបង្រៀនហ្នឹងគឺយើងមិនមែនតម្រូវឲ្យគាត់កាន់ញ៉ាំដោយខ្លួនឯងគ្រប់អាហារ3ពេលទេគឺយើងអាចសាកល្បងបង្រៀនមួយពេលឬក៏រើសជាម៉ោងអាហារសម្រន់សម្រាប់គាត់ឲ្យគាត់នឹងហ៊ានកាន់ញ៉ាំដោយខ្លួនឯងអញ្ចឹងសម្រាប់អាហារផ្សេងទៀតយើងអាចជួយនៅក្នុងការបញ្ចុកគាត់បានឬក៏ក្នុងកន្លងពេលដែលឲ្យគាត់ញ៉ាំហ្នឹងយើងឲ្យគាត់កាន់ញ៉ាំដោយខ្លួនឯងបដាបញ្ចុកគាត់បដាអាហ្នឹងក៏យើងអាចធ្វើបានដែរផលប្រយោជន៍នៃការដែលយើងបរៀនឲ្យកូននឹងចាប់កាន់ញ៉ាំអាហារដោយខ្លួនឯងវាបានជួយយ៉ាងច្រើនទី1គឺទៅលើការផ្ដោតអារម្មណ៍ទី2ហ្នឹងគឺវាពាក់ព័ន្ធទៅនឹង motor skill មួយចំនួនដូចជាការដឹងរសជាតិការទំពាឬក៏ការលេបអាហារហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេដៃហ្នឹងគឺអាចឲ្យគាត់ហ្វឹកហាត់នៅក្នុងការប្រើប្រាស់ដៃក៏ដូចជាការប្រើប្រាស់ភ្នែករបស់គាត់នៅក្នុងការសម្លឹងអាហារមួយហ្នឹងបីជៀសវាងនៅបញ្ហាដែលម៉ាក់បារម្ភថាខ្លាចកូនឆ្លាក់ឬក៏ញ៉ាំអត់ឆ្អែតហ្នឹងគឺម៉ាក់អាចរើសយក start នៅអាហារដែលងាយស្រួលក្នុងការទំពាឬក៏លេបអាចចាប់ផ្ដើមពីចេកឬក៏ល្ហុងទុំឬក៏ផ្លែប៊ឺដែលអាហារទាំងអស់ហ្នឹងគឺជាអាហារដែលទន់ងាយស្រួលក្នុងការលេបហើយគឺក៏សកានីអីចឹងជាដើមណាbroccoli ដែលចម្អិនរួចយើងមើលទៅតាមភាពជាក់ស្ដែងនៃអាយុកាលរបស់កូនយើងតើកូនយើងស័ក្តិសមទៅនឹង broccoli អត់ហើយម៉ាក់ក៏នៅតែនៅអង្គុយក្បែរកូនដដែលម៉ាក់អាចបង្ហាញគំរូឲ្យគាត់ឃើញដោយឲ្យពេលដែលយើងអង្គុយមួយគាត់ហ្នឹងគឺយើងពេលដែលយើងឃើញថាកូនយើងចាប់ផ្ដើមគប់អាហារឬក៏ច្បាច់លេងយើងអាចធ្វើជាគំរូដោយយកអាហារក្នុងចានគាត់ហ្នឹងមកដាក់ចូលក្នុងមាត់ហើយបង្ហាញប្រាប់គាត់ថាផ្លែយើងអាចហៅថាប៉ោមគឺសម្រាប់ញ៉ាំឬក៏យើងថាញ៉ាំយើងនិយាយបែបភាសាកូនក្មេងដែលម៉ាក់តែងទៅប្រើមួយកូនអញ្ចឹងណាហើយឬក៏ម៉ាក់អាចនឹងដាក់គាត់ឲ្យញ៉ាំជុំជាមួយគ្រួសារគាត់ញ៉ាំអាហាររួចក៏ដោយយើងយកគាត់មកដាក់ក្បែរទៅដើម្បីឲ្យគាត់ឃើញនៅសកម្មភាពរបស់ប៉ាម៉ាក់ហ្នឹងដែលកំពុងញ៉ាំអាហារអញ្ចឹងអាចឃើញលើកទី1លើកទី2លើកទី3គាត់នឹងចាប់ផ្ដើមមានសកម្មភាពដូចនឹងប៉ាម៉ាក់ដែរដោយយើងដាក់អាហារមួយចានទៅពេលគាត់ឃើញសកម្មភាពក្រុមគ្រួសារមានសកម្មភាពការញ៉ាំអីចឹងគាត់នឹងចាប់ផ្ដើមយកអាហារដែលនៅក្នុងចានគាត់នឹងមកញ៉ាំដូចគ្នាការដែលបរៀនឲ្យកូនឲ្យចាប់កាន់ញ៉ាំដោយខ្លួនឯងគឺមិនមែនថាឲ្យគាត់ញ៉ាំភ្លាមគឺគាត់ត្រូវតែញ៉ាំភ្លាមទេគឺយើងត្រូវការអត់ធ្មត់ម៉ាក់ត្រូវអត់ធ្មត់តិចព្រោះថាក្នុងអាយុវ័យប៉ុណ្ណឹងគឺក្មេងអាចនឹងចង់ដឹងចង់ឮច្រើនហើយមួយវិញទៀតដែរការដែលគាត់បោះចោលគឺដូចនឹងការលេងរបស់គាត់ចឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងអាចរើសអាហារនឹងមកតុកឬក៏បង្ហាញសកម្មភាពថាអាហារដែលនៅក្នុងចានគាត់ហ្នឹងគួរតែញ៉ាំអីចឹងណាគឺរបស់ហ្នឹងគឺសម្រាប់ញ៉ាំបរៀនឲ្យកូនកាន់ញ៉ាំដោយខ្លួនឯងឬក៏ finger food ហ្នឹងគឺមិនត្រឹមឲ្យកូនអ្នកទាំងអស់គ្នាចេះកាន់ញ៉ាំអាហារក៏ប៉ុន្តែក៏វាជួយឲ្យកូនអ្នកទាំងអស់គ្នាហ្នឹងស្គាល់នៅអាហារគឺវាផ្ដល់ឱកាសឲ្យកូនយើងអាចចាប់កាន់នៅអាហារទាំងអស់ហ្នឹងបរៀនឲ្យគាត់ទទួលបាននៅរសជាតិអាហារថ្មីផងដែរម៉ាក់ណាដែលមិនទាន់បានចាប់ផ្ដើមបរៀនកូនញ៉ាំ finger food ហើយចង់ចាប់ផ្ដើមហើយចង់ដឹងថាគួរតែចាប់ផ្ដើមដោយរបៀបណាបើមានចម្ងល់អាច comment នៅក្នុងវីដេអូនេះបាន